ជំរាបសួរបងប្អូនខ្ញុំចែកម្លែកពីរបៀបយើង download content ទៅមិនចំណេញពេលយើងអត់លាយឡំជាមួយនឹងការរក content បដើ download បដើណាហើយជាធម្មតាខ្ញុំតែងតែមានក្រុម Telegram ខ្ញុំមួយខ្លួនឯងហើយយើងអូសទៅប៉ះ content ណាឬក៏យើងស្វែងរក content ណាពី platform ផ្សេងៗដូចជា TikTok YouTube អីចឹងទៅ Instagram Facebook អីចឹងទៅយើងឃើញយើង send link page ឬក៏ profile របស់គេយកមកទុកហើយនៅពេលដែលយើងទៅណេយើងមកអង្គុយ download គឺយើង download តែពេលនឹងមួយតែម្ដងអញ្ចឹងធម្មតាឧទាហរណ៍ថាខ្ញុំមាន TikTok អញ្ចឹងខ្ញុំប្រើ Snap Key គឺខ្ញុំយកមកដាក់កន្លែងនេះហើយយើង add to queue យើងអត់ download ភ្លាមៗនេះយើង add មកទុកសិនហើយ TikTok ទី2អីចឹងទៅយើងយក channel គេទុកមួយទៀតចឹងទៅហើយសម្រាប់ YouTube បើយើងរកឃើញ short ឬក៏ long អីចឹងពីច្រើន short ទេយើងវាយ reel យើងយកមកទុកទៀតអញ្ចឹងនៅពេលដែលយើងមកទុកមួយអញ្ចឹងយើង download លើកទី1ហ្នឹងគឺបានតែម្ដងឧទាហរណ៍ថានៅក្នុងខ្វាយអញ្ចឹងគេមានវីដេអូអីយើងចង់សាកលេងអីចឹងទៅយើងយកមកទុកទៀតហើយនៅ Pinterest យើងមានរូបភាពខ្លះតាក់ទងមួយ content យើងយកមកទុកទៀតមកបន្ទាប់ពីយើងទុកបានហើយនៅកន្លែងនេះគឺយើងអាច select content ទាំងអស់ហ្នឹងតែមួយយើង select មក TikTok អីហ្នឹងរួមគ្នាមកហើយបន្ទាប់មកយើងយក scrap add to scraper ហើយយើង tick កន្លែង download នេះមកអញ្ចឹងនៅពេលដែលវាធ្វើការ scrap ចប់ទាំងអស់ហ្នឹងវានឹងធ្វើការ download content នឹងយកមកទាំងអស់តែម្ដងអញ្ចឹងយើងអាចលាយគ្នាបាន TikTok YouTube Facebook Instagram ខ្វាយ Pinterest អីហ្នឹងគឺក្នុងពេលតែមួយហ្នឹងគឺវានឹងធ្វើការមកហើយធ្វើការចាប់ផ្ដើម download ឲ្យយើងតែម្ដងអញ្ចឹងវា scrap មកបានខ្លះអញ្ចឹងវានឹងធ្វើការ download ខ្លះយកមកឲ្យយើងហើយ scrap បដាគ្នាអញ្ចឹងវាល្អត្រង់ថាយើងមិនបាច់អង្គុយលាយឡំគ្នាអង្គុយរកបដា download បដាហើយយើងរកឲ្យចប់សពគ្រប់ហើយដាក់ download មកយប់ចោលអីចឹងទៅព្រឹកឡើងបានប្រមាណដោះស្រាយតាមនឹងអញ្ចឹងណាអញ្ចឹងវាសម្រួលការងារយើងកុំឲ្យយើងឡំសាំអង្គុយរកបដាមកស្មុគស្មាញ download បដាអីងាកចុះងាកឡើងអីចឹងណាចែកម្លែកបងប្អូនតិចតួចប៉ុណ្ណឹង